ចំពោះបងប្អូនដែលចាប់ដើមអាជីព internal audit ដំបូងក្នុងវិស័យការងារ internal audit អាចថាមានការពិបាកបន្តិចដោយសារតែពេលបងប្អូនចប់ពីសាលាមកបងប្អូនអត់ទាន់មានមូលដ្ឋានក្នុងការស្វែងយល់ឲ្យបានស៊ីជម្រៅទៅលើ process ការងារ process នីមួយៗការងារអញ្ចឹងហើយមានត្រូវការពេលវេលាសម្រាប់ការស្វែងយល់ពីមួយ process ទៅមួយ process ឧទាហរណ៍នៅពេលដែលធ្វើការឆែកទៅលើ process ណាមួយតើតើឧទាហរណ៍ថាការគ្រប់គ្រងរដ្ឋបាលចុះបើសិនបើយើងអត់ទាន់មានបទពិសោធន៍នឹងយល់ពី process ពី A ដល់ Z នៅក្នុងដំណាក់កាលនៃការគ្រប់គ្រងរដ្ឋបាលអញ្ចឹងការរកឃើញនៃបញ្ហាឬក៏ការរកចំណុចខ្វះចន្លោះនៅក្នុង process ហ្នឹងក៏នៅមានតិចអញ្ចឹងហើយអ្វីដែលជាមូលដ្ឋានសំខាន់បំផុតសម្រាប់បងប្អូនដែលទៅចាប់ផ្ដើមត្រូវតែព្យាយាមអានអំពីគោលការណ៍ទៅលើ process របស់គេឧទាហរណ៍បើយើងឆែករដ្ឋបាល administration department យើងត្រូវតែអានអំពី policy administration នឹងឲ្យបានច្បាស់ឲ្យបានយល់ពី process ពី step ទី1ធ្វើអី step ទី2ធ្វើអី process ការreporting line ពីណាទៅណាហើយនៅពេលដែលគេមានបញ្ហាគេដោះស្រាយបែបម៉េចគឺត្រូវតែស្វែងយល់អានពីនីតិវិធីគេឲ្យបានច្រើនដងកុំខ្លាចនឿយហត់ក្នុងការអាននឹងចំពោះបងប្អូនដែលអត់ទាន់មានបទពិសោធន៍សម្រាប់ក្នុងការធ្វើការងារផ្នែកសំណាក់កម្មត្រូវតែអានក៏ប៉ុន្តែមិននិយាយបែបនេះថាអ្នកដែលមានបទពិសោធន៍ហើយក៏អត់អានទេអ្នកដែលមានបទពិសោធន៍ហើយក៏ត្រូវតែអានដែរអានច្រើនស្វែងយល់ច្រើនទើបអាចយល់ពី process បានច្រើនហើយមានគំនិតមានយោបល់ក្នុងការ advice ទៅដល់ប្រតិបត្តិការដែលអ្នកអនុវត្តផ្ទាល់នឹងបន្ថែមគេហៅថាបន្ថែមនូវគុណតម្លៃធ្វើឲ្យការងាររបស់គេកាន់តែមានប្រសិទ្ធភាពជាងមុនហើយវាអាចស្មូតជាងមុនប្រសិនបើយើងជាអ្នកផ្ដល់ជាយោបល់មានគំនិតមានទស្សនៈទូលំទូលាយក្នុងការរៀបចំក្នុងការគ្រប់គ្រងដំណើរការនោះជាដើមហើយជំនាញសមនកម្មនេះវាទាមទារឲ្យយើងរៀនច្រើនទៅលើ process នៃប្រតិបត្តិការទាំងឡាយដែលក្រុមហ៊ុនរបស់គេមានគឺថាបើសិនជាយើងធ្លាប់ធ្វើការនៅក្រុមហ៊ុនតែយើងអាចធ្វើការនៅធនាគារបានដែរអត់ចម្លើយនេះវាអត់ជាបានប៉ុន្តែអាស្រ័យទៅលើសមត្ថភាពដែលយើងអាចស្វែងយល់អាច learn ពី process ពី flow បានលឿនប៉ុណ្ណា productional របស់ធនាគារសំខាន់តែអនុទាននឹងប្រភេទ saving ប្រភេទប្រាក់សន្សំឬក៏ banking product ដែលគេមានសេវាកម្មវាលុយការអីជាដើមហ្នឹងទៅប៉ុន្តែគឺថានៅក្នុងក្រុមហ៊ុនឯងក្រុមហ៊ុនណាមិនមែនជាធនាគារគេមានផលិតផលគឺអត់មានទេក៏ប៉ុន្តែអំពីនាយកដ្ឋានឬក៏ផ្នែក control ផ្សេងៗគឺមានដូចគ្នា finance ក៏មាន admin ក៏មាន marketing ក៏មាន operation ក៏មានអញ្ចឹងអ្វីដែលសំខាន់គឺ fast learn ហើយព្យាយាមយល់ស្វែងយល់ពីគោលការណ៍និងផលិតផលឲ្យបានឆាប់រហ័សទើបអាចប្រែคล้ายពីអ្នកដែលធ្វើការនៅវិស័យក្រុមហ៊ុនទៅវិស័យ commercial បានឆាប់រហ័សអរគុណច្រើន